លោកមេឃុំកោះរកាបានថ្លែងទទួលស្គាល់ថាលោកវរៈសេនីយ៍ឯកលឹមហុងសែដែលជានាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិកោះរកាបច្ចុប្បន្នយកផ្លូវធ្វើជាអាជីវកម្មនិងធ្វើរបងបិទផ្លូវយ៉ាងពិតប្រាកដមែនដោយផ្អែកថាអាស្រ័យផលតែថាគាត់ដីខ្លួនគាត់ជាអៀតដល់អញ្ចឹងគាត់ប្រិចយកដីផ្លូវដើម្បីដាក់ម៉ូតូអញ្ចឹងណាបាទសូមអាស្រ័យផលបាទនឹងយើងមានដាក់ម៉ូតូដីហ្នឹងសូមអាស្រ័យផលទេព្រោះអីគាត់ត្រូវការវត្តគេណាយកពេលនោះទៅអត់មានអ្នកខាន់ទៅសូមបាទព្រោះអីបាទប៉ុន្តែលិខិតអនុញ្ញាតមិនទាន់ធ្លាក់មកទេប៉ុន្តែគាត់ធ្វើមុនហើយអញ្ចឹងហើយអានេះចង់និយាយថាគាត់សុំបើបានគាត់ធ្វើទៅបើមិនបានគាត់បើកវិញទៅអូយល់ហើយមានន័យថាបើសុំទៅបើបានក៏បានទៅបើមិនបានក៏បើមិនគាត់បិទវិញទៅបាទគាត់បិទតែត្រឹមរបស់គាត់ទៅអានឹងគាត់ចំហវិញទៅគាត់ទៅចឹងបងខាតអាចដីនោះទៅបាទអូយល់បាទអរគុណច្រើនចឹងបាទបងប្អូនប្រិយមិត្តជាទីមេត្រីថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយនឹងដើមរាំងកាលពីថ្ងៃទី9ខែមិនិនាឆ្នាំ2025នេះលោកជាឈុនលីដែលជាមេឃុំកោះរកាបានថ្លែងទទួលស្គាល់ថាក្រុមហ៊ុនលោកលឹមហុងសែដែលជានាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកាពិតជាបានយកផ្លូវធ្វើជាអាជីវកម្មនិងធ្វើរបងបិទផ្លូវពិតប្រាកដមែនបើតាមសម្ដីរបស់លោកមេឃុំការយកដីផ្លូវធ្វើជាអាជីវកម្មនិងធ្វើរបងថ្មបិទផ្លូវពីសំណាក់លោកវរៈសេនីយ៍ឯកលឹមហុងសែនៅក្នុងពេលនេះក៏ព្រោះតែលោកលឹមហុងសែបានស្នើសុំយកដីផ្លូវដើម្បីអាស្រ័យផលពង្រីកកន្លែងផ្ញើម៉ូតូខណៈដែលឯកសារនៃការស្នើសុំនោះគឺបានបញ្ជូនទៅដល់ខេត្តទៅហើយក៏ប៉ុន្តែមិនទាន់បានធ្លាក់មកវិញនៅឡើយនោះទេចំពោះសំណួរថាបើច្បាប់មិនអនុញ្ញាតផងហេតុអ្វីបានជាធ្វើរបងបិទផ្លូវត្រង់ចំណុចនេះហើយលោកមេឃុំបានឆ្លើយថាគឺជាតម្រូវការរបស់ក្រុមហ៊ុនលោកលឹមហុងសែដោយពង្រីកទីតាំងនិងបិទផ្លូវដើម្បីសុវត្ថិភាពកន្លែងចតម៉ូតូរបស់កម្មករបេនស្រូវក្នុងនោះប្រសិនបើរដ្ឋបាលខេត្តមិនអនុញ្ញាតឲ្យទេនឹងបើកផ្លូវជូនវិញសូមជម្រាបជូនថាផ្លូវមួយខ្សែនេះមានទីតាំងនៅត្រង់ចំណុចខាងជើងច្រកទ្វារព្រំដែនអន្តរជាតិកោះរកាមានចម្ងាយប្រហែលជា600ម៉ែត្រជាផ្លូវយុទ្ធសាស្ត្រសម្រាប់ឡើងចុះទន្លេមេគង្គដែលមានបណ្ដោយពីកើតទៅលិចនិងទទឹងប្រហែល5ម៉ែត្រដែលមានទីតាំងស្ថិតនៅក្នុងឃុំកោះរកាស្រុកពាមជរខេត្តព្រៃវែងសេចក្តីរាយការណ៍បានឲ្យដើមរាំងដឹងថាថ្មីមកនេះលោកវរៈសេនីយ៍ឯកលឹមហុងសែបានទិញដីអតីតកាស៊ីណូចាស់ដែលគេទុកចោលត្រង់ចំណុចខាងលើដើម្បីធ្វើបេនស្រូវហើយដីនេះខាងត្បូងគឺជាប់ទៅនឹងផ្លូវចុះទន្លេតែម្ដងជាមួយគ្នានោះលោកលឹមហុងសែក៏បានធ្វើការរុះរើអគារកាស៊ីណូចេញក្នុងគោលបំណងសម្អាតទីតាំងបរិវេណសម្រាប់ធ្វើបេនស្រូវមិនតែប៉ុណ្ណោះលោកលឹមហុងសែថែមទាំងបានវាយកំទេចរបងថ្មដែលនៅខាងត្បូងជាប់ទៅនឹងផ្លូវសាធារណៈរួចវាយទីរំលោភយកផ្លូវទាំងស្រុងតែម្ដងប្រភពបានបន្តឲ្យដឹងទៀតថាក្រោយវាយទីរំលោភយកបានហើយនោះលោកលឹមហុងសែក៏បានសាងសង់របងថ្មបិទផ្លូវភ្ជាប់ពីព្រំដីរបស់ខ្លួនមកទល់ទៅនឹងរបងថ្មដែលនៅខាងត្បូងផ្លូវនេះតែម្ដងសមត្ថកិច្ចនៅតំបន់នោះបានអះអាងថាសកម្មភាពរបស់លោកវរៈសេនីយ៍ឯកលឹមហុងសែខាងលើនេះគឺជាចេតនាអាក្រក់ដែលមិនអាចទទួលយកបាននោះឡើយត្បិតផ្លូវមួយខ្សែនេះពុំសូវមានប្រជាពលរដ្ឋធ្វើដំណើរពិតប្រាកដក៏ពិតមែនក៏ប៉ុន្តែវាគឺជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ការឡើងចុះទន្លេឬតាមដានឃ្លាំមើលបទល្មើសផ្សេងៗនៅតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាមក្នុងនោះប្រសិនបើអាជ្ញាធរនៅតែបណ្ដេញបណ្ដោយឲ្យលោកលឹមហុងសែរំលោភយកផ្លូវតាមតែអំពើចិត្តរបស់គាត់ដោយធ្វើរបងបិទផ្លូវចិត្តបែបនេះតើមានផ្លូវឯណាសម្រាប់តាមឃ្លាំមើលបទល្មើសតទៅទៀតដោយឡែកអ្នកនៅព្រំដែនកោះរកាបានអះអាងថាលោកវរៈសេនីយ៍ឯកលឹមហុងសែពុំមែនចេះតែហ៊ានយកដីផ្លូវដល់ចិត្តឯងនោះទេខណៈដែលលោកក៏ជាមនុស្សល្អនិងជួយសង្គមផងដែរនោះពលគឺការយកផ្លូវនេះដោយផ្អែកថាដើម្បីពង្រីកកន្លែងផ្ញើម៉ូតូឲ្យធំទូលាយមកយ៉ាងវិញទៀតផ្លូវមួយខ្សែនេះគឺបានទុកចោលយូរទៅហើយដោយពលរដ្ឋពុំសូវធ្វើដំណើរឆ្លងកាត់នោះទេនិងមានការឯកភាពឲ្យយកពីសំណាក់ឃុំនិងស្រុកដែលជាថ្នូរទៅនឹងការសាងសង់នៅសមិទ្ធផលផ្សេងៗនៅក្នុងឃុំដើម្បីឲ្យមានចម្លើយទាំងសងខាងនៅថ្ងៃទី9ខែមិនិនាឆ្នាំ2025នេះដើមរាំងបានសុំការបំភ្លឺពីសំណាក់លោកវរៈសេនីយ៍ឯកលឹមហុងសែដែលជានាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកាប៉ុន្តែទូរស័ព្ទចូលហើយលោកមិនបានទទួលទូរស័ព្ទនោះទេរីឯលោកកែវជាដែលជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកាក៏មិនអាចសុំការបំភ្លឺបាននោះដែរខណៈដែលទូរស័ព្ទចូលហើយលោកមិនទទួលទូរស័ព្ទដូចគ្នាចំណែកឯលោកវ៉ាធីមដែលជាអភិបាលស្រុកពាមជរបានថ្លែងប្រាប់ថាលោកមិនដឹងទេចំពោះករណីខាងលើនេះហើយលោកក៏គ្មានសិទ្ធិឲ្យគេបិទផ្លូវអ្វីនោះដែរក្នុងនោះលោកវ៉ាធីមក៏បានរុញឲ្យទៅសួរខាងរដ្ឋបាលឃុំជំនួសវិញសូមរំខានតិចបងករណីរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនកោះរកាគាត់
បាត់ផ្លូវមួយខ្សែនោះឮថាមានការអនុញ្ញាតពីបងដែរឬមួយក៏អត់ទេបង មិនចាស់ស្លាមថ្លៃហើយ យល់ តែខ្ញុំនោះទៅខ្ញុំផ្លូវធំអីដល់អញ្ញាតឲ្យគេបាត់ផ្លូវ អូនឹងអាផ្លូវ ផ្លូវហ្នឹងទៅ នឹងអាផ្លូវយុទ្ធសាស្ត្រចុះទៅទន្លេបងចិត្តច្រកទ្វារព្រំដែនហ្នឹងណា បាទហើយមិនទៅបង បងខ្លះមានប្រភពທາງគេសុំឃុំសុំស្រុកអស់ហើយថាស្រុកអីឲ្យធ្វើអញ្ចឹងណាអញ្ចឹងបានតាមសួរបងនោះ ខ្ញុំនិយាយជូនបងចេះពាក់ព័ន្ធមូលដ្ឋានគឺសមត្ថកិច្ចភូមិ បាទ កាលណាអត់កិច្ចភូមិលោកឯកភាពអីរដ្ឋបាលស្រុកពិនិត្យមើលលើទិដ្ឋភាពដែរ អញ្ចឹងបងណា បាទបើឃុំគេអនុញ្ញាតដោយសារអីដោយសារដីតំបន់បក អូ ខ្ញុំនិយាយជូនបងទីបងណា បាទ ប៉ុន្តែខ្ញុំមិនដឹងថាបងកាលណាទេនេះ ខ្ញុំសារព័ត៌មានដើមរាំងបង បាទ ខ្ញុំនិយាយសារព័ត៌មានតិច បាទបងបាទ សារព័ត៌មានខ្លះមកវាយជន់យកអត់មានមូលហេតុអត់មានមូលដ្ឋានបងអត់ដឹងខុសត្រូវដឹងពីវាយយក បាទ ហើយខ្ញុំមិនទៅប៉ះពាល់កិត្តិយសគេឬក៏វិជ្ជាជីវៈសារព័ត៌មានគេទេបងណា បាទត្រូវបង ប៉ុន្តែគាត់ថាក្នុងនាមវិជ្ជាជីវៈសារព័ត៌មានពេលខ្លះត្រូវមានមូលដ្ឋានដោយបងតែមកសួរខ្ញុំត្រូវ បាទគ្រប់ ប៉ុន្តែគាត់ថាបងសួរក្រុមសាគុំគេសិនទៅតែក្រុមសាគុំឆ្លើយថាម៉េច បាទបងបាទ អរគុណ ចំពោះលោកមេឃុំកោះរកាគឺបានលើកឡើងដូចខាងលើហើយជុំវិញរឿងរ៉ាវខាងលើនេះសមត្ថកិច្ចពាក់ព័ន្ធសូមស្នើយ៉ាងទទូចទៅដល់ឯកឧត្តមស៊ុនសូម៉ាលីនដែលជាអភិបាលខេត្តព្រៃវែងក៏ដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាពិសេសគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមមេត្តាពិនិត្យនិងចាត់វិធានការបើកផ្លូវខាងលើនេះវិញដោយក្តីអនុគ្រោះព្រោះថាផ្លូវមួយខ្សែនេះគឺជាផ្លូវយុទ្ធសាស្ត្រសម្រាប់ធ្វើការឃ្លាំមើលបទល្មើសនៅតាមព្រំដែនរីកាព័ត៌មានដែលខ្ញុំបាទសវណ្ណរាជរតនាពីស្រុកពីមជរខេត្តព្រៃវែង